យើងឆ្ងល់ឯងដែរមិនបាញ់ទៅនៅមាត់មិនសនុកអញ្ចឹងរឿងនរណាមកទីនេះយើងកុំទៅខ្វល់អីគិតទៅពីធ្វើការរបស់យើងវិញទៅយីអានេះវ៉ៃយើងប្រាប់ឲ្យបានមើលស្រីស្អាតហើយនឹងមកជេរយើងទៀតវាអត់ប្រយោជន៍ទេអាក្តីព្រោះយើងសម្រេចចិត្តរួចហើយថាមិនយកប្រពន្ធទេជាតិនេះគឺយើងនៅម្នាក់ឯងយើងចាំតែមើលទេថាឯងធ្វើបានអត់សាច់សឡើងអាលងយ៉ាងហ្នឹងស្មោចឃើញក៏វាចង់តោងដែរឯងដឹងហ៎កលេចមើលបន្តិចទៅអីអាសៀងមើលបន្តិចក៏បានដែរអានេះវិញវ៉ាវស្អាតសាហាវណាស់បេះដូងអញលោតខុសចង្វាក់ហើយអានេះឲ្យចុះអញប្រាប់ហើយតាថាស្អាតគឺស្អាតហើយគ្រាន់តែបានមើលក៏តិចភ្នែកមែនតាតិចស្រេបដូចត្រូវតកកដុំអញ្ចឹងអាក្ដោយទៅធ្វើការទៅប្រយ័ត្នលោកសេដ្ឋីមិនឲ្យបាយស៊ីទៅឯងនេះពេលនេះយើងមិនបាច់ស៊ីបាយក៏ឆ្អែតដែរអាសៀងអើយយំមកជើងទៅអានេះភ្នែកអញខូចអស់ហើយទៅធ្វើការនៅសម័យឥតប្រយោជន៍ធ្វើអីទៀតទៅយីអាបកាច់យកនេះវិញស៊ីរត់តែឆ្ងាញ់តែខ្ជិលធ្វើការប្រយ័ត្នយើងប្រាប់លោកសេដ្ឋីទៅថាឯងកិច្ចពីការងារឲ្យយើងធ្វើតែម្នាក់ឯងយេអានេះចំជាយ៉ាប់មែនមិនគិតជួយគ្នាទេបែរជាចង់ជន់ប្រលិចឯងទៅវិញទៅធ្វើការក៏បានដែរអញ្ចឹងធ្វើអញ្ចឹងទៅផ្សំជាអាក្តីពីមួយថ្ងៃទៅមួយថ្ងៃនាងខ្សៃតែងតែធ្វើចរិតឲ្យដៃទៅលោកសេដ្ឋីរហូតដល់លោកសេដ្ឋីគិតចង់បាននាងជាប្រពន្ធម្នាក់ទៀតប៉ុន្តែលោកមិនហ៊ាននិយាយជាមួយនឹងលោកជំទាវឡើយបើយកនាងខ្សៃជាប្រពន្ធម្នាក់ទៀតលោកជំទាវមិនព្រមទេមើលទៅនោះខ្ញុំកាន់តែចាស់ណាស់ទៅហើយខ្ញុំចង់បានកូនក៏គ្មានអញ្ចឹងយករឿងនេះទៅនិយាយជាមួយនឹងលោកជំទាវសិនលោកជំទាវបងចង់បាននាងខ្សៃមកធ្វើជាប្រពន្ធអ្នកបម្រើម្នាក់ទៀតបានទេព្រោះបងចង់បានកូននាងនៅក្មេងអញ្ចឹងនាងអាចមានកូនឲ្យបងបានណាលោកជំទាវលោកបងឈប់ស្រឡាញ់អូនហើយតាមែនទេបានជាចង់បាននាងម្នាក់ទៀតនោះបើលោកបងយកនាងនឹងធ្វើបាបអូននៅពេលដែលនាងមានកូនឲ្យលោកបងជាមិនខានអូនបើកចិត្តឲ្យទៅលេងបន្តិចទៅបានទេបងមិនឲ្យនាងស្មើអូនទេទោះបីជាមានកូនឲ្យបងក៏ដោយក៏នាងបានត្រឹមតែជាប្រពន្ធអ្នកបម្រើតែប៉ុណ្ណោះហើយបងឲ្យនាងទៅនៅផ្ទះតូចមួយទេខ្ញុំមិនជឿលោកបងទេអូនមើលដឹងតាំងពីនាងចូលមកទីនេះម្លេះលោកបងលួចពេញចិត្តនឹងនាងចូលមកហើយប៉ុន្តែអូនមិននិយាយបើលោកបងគ្មានយោបល់ទេនោះគឺគ្មានស្រីណាម្នាក់ចង់បានឲ្យប្តីខ្លួនឯងមានប្រពន្ធច្រើននោះទេចុះឥឡូវនេះបងមានយោបល់ហើយតាអូនហើយបងក៏សុំចិត្តលោកជំទាវដែរលោកបងធ្វើអីក៏ធ្វើតែអូនមិនរវល់នោះទេតែកុំភ្លេចអ្វីដែលលោកបងនិយាយសិននេះសុំធ្វើឲ្យបានផងទេព្រោះថានាងខ្សៃមិនមែនជាមនុស្សធម្មតាដោយលោកបងឃើញឡើយបងដឹងហើយលោកជំទាវបងចង់បានតែកូនតាហើយបងក៏មិនឈប់ស្រឡាញ់លោកជំទាវដែរក្តីស្រឡាញ់ដែលបងមានពីមុនបងមិនប្រែប្រួលទេណាលោកជំទាវបានអញ្ចឹងលោកបងក៏សាក់ទៅនឹងដឹងហើយលោកជំទាវរបស់នាងក្អងមិនគួរណាមកជួបនឹងរឿងអញ្ចឹងទេរឿងទាំងអស់ខុសមកពីខ្ញុំដែលនាំនាងមកទីនេះហើយខ្ញុំនេះក៏មិននឹកស្មានថានាងចិត្តហ៊ានអញ្ចឹងដែរពេលនេះលោកជំទាវចង់ជេរចង់ស្ដីយ៉ាងណាក៏នាងក្អងមិនខឹងដែរលោកជំទាវនេះមិនខុសទេណានាងក្អងបើសិនជាចិត្តលោកបោះមិនកិនក៏គ្មានរឿងកាត់ឡើងអញ្ចឹងដែរវាកាត់ឡើងមកពីការព្រមព្រៀងរវាងនាងខ្សៃហើយនិងលោកបងតែរឿងនេះខ្ញុំនៅតែបន្តនិយាយជាមួយនាងខ្សៃទៀតកុំឲ្យវាឡើងសម្ដីពេកឯងកុំតែនិយាយអីយើងមិនចង់មានរឿងច្រើនទេពេលនេះយើងត្រៀមចិត្តទទួលយករឿងកាត់ឡើងឲ្យទៅណានាងក្អងលោកជំទាវឆ្លាតណាស់នាងក្អុកនៅតែមិនអស់ចិត្តទេចប់ហើយអាសៀងអើយពេលនេះលោកសេដ្ឋីបានស៊ីស្មៅខ្ចីហើយ